អ្នកដែលមានពិការភាពទាំងអស់ជាពិសេសអ្នកដែលមានពិការភាពផ្នែកភ្នែកសូមកុំអស់សង្ឃឹមយើងត្រូវជំនះរាល់ឧបសគ្គដើម្បីទទួលបានការអប់រំខ្ញុំបាទឈ្មោះប៊ីសំណាងមានអាយុ22ឆ្នាំមានស្រុកកំណើតនៅខេត្តកំពង់ចាមហើយបច្ចុប្បន្នខ្ញុំជានិស្សិតឆ្នាំទី2បាទនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកចិត្តវិទ្យាមានពិការភាពផ្នែកភ្នែកតាំងពីអាយុ5ឆ្នាំដោយជំងឺត្រាក់កូមបញ្ហាប្រឈមរបស់ខ្ញុំសម្រាប់នៅតាមទីសាធារណៈក៏ដូចជានៅសាលារៀនបញ្ហាប្រឈមចម្បងគឺពិបាកក្នុងការធ្វើដំណើរដោយសារតែយើងមានពិការភាពភ្នែកចំណែកនៅសាលារៀនគឺយើងមិនអាចមើលក្តារខៀនឬក៏ slide ដែលលោកគ្រូគាត់បញ្ចាំងហ្នឹងគឺយើងអាចមើលឃើញទេបានតែស្ដាប់និងកត់ត្រាឬក៏អាចឲ្យមិត្តភ័ក្តិជួយបញ្ហាប្រឈមរបស់ខ្ញុំមួយទៀតហ្នឹងគឺពាក់ព័ន្ធនឹងកង្វះអក្សរបរ័យអក្សរស្ទាបហ្នឹងគឺពេលយើងឡើងដល់សាកលវិទ្យាល័យគឺយើងខ្វះដោយសារតែយើងត្រូវចំណាយពេលបោះពុម្ពក្នុងរយៈពេលយូរដូច្នេះហើយគឺយើងពិបាកក្នុងការយកឲ្យគាត់បោះពុម្ពឲ្យឧទាហរណ៍ថាយើងត្រូវរៀនឆមាសទី1អញ្ចឹងយើងយកឲ្យគាត់បោះពុម្ពជួនកាលចប់មួយឆមាសអីគឺយើងអត់បានសៀវភៅនឹងយកទៅរៀនទេបាទអញ្ចឹងគឺបញ្ហាប្រឈមនៅសាកលវិទ្យាល័យហ្នឹងគឺពាក់ព័ន្ធនឹងកង្វះសៀវភៅដូចជាអក្សរបរ័យអក្សរស្ទាបហ្នឹងបាទហើយមួយទៀតគឺយើងមិនអាចទទួលបាននៅការអប់រំពេញលេញដែលយើងមិនបានមើលផ្ទាល់ទេអញ្ចឹងដូចថាអ្នកដែលមិនពិការភាពអ្នកធម្មតាគាត់ទទួលបាន 100%អញ្ចឹងយើងអាចទទួលបានពេញដូចគាត់ទេពេលដែលទទួលបានការរើសអើងដំបូងមានការបាក់ទឹកចិត្តដែរបាទមានការបាក់ទឹកចិត្តហើយក៏ខិតខំប្រឹងប្រែងបង្ហាញនៅអ្វីដែលយើងមានហ្នឹងឲ្យគាត់ឃើញដើម្បីឲ្យគាត់ដឹងថាយើងមានពិការភាពប៉ុន្តែយើងអាចរៀនបានដូចពួកគាត់អញ្ចឹងពួកគាត់ធ្វើឲ្យបានយើងក៏អាចធ្វើនឹងបានដូចពួកគាត់ដែរបាទសម្រាប់ឧបករណ៍ជំនួយក្នុងការសិក្សាសម្រាប់ខ្ញុំបាទហ្នឹងគឺ slate និង stylus ដែលវាជាបន្ទាត់មួយដូចជាបន្ទាត់អញ្ចឹងដែលវាមាន4ជួរសម្រាប់សរសេរមួយដែលហៅថា stylus គឺយើងចុចទៅលើអាពុម្ពអក្សរដែលរៀងដូចជាបន្ទាត់ហ្នឹងទៅវានឹងផ្ដល់ជាអក្សរផុសសម្រាប់ឲ្យយើងអាចស្ទាបបានបាទនេះគឺជាឧបករណ៍ជំនួយហើយមួយទៀតគឺក្បាច់ហ្នឹងបើនិយាយស្រួលស្ដាប់គឺជារបស់ដែលយើងគិតលេខវាដូចជាឧបករណ៍ដែលចាស់ពីដើមថាដូចរបស់ចិនណាយើងមានគ្រាប់កម្មមានគ្រាប់អីដែលយើងរុញចុះរុញឡើងហៅថាក្បាច់សម្រាប់គិតលេខបាទសម្រាប់នាវិកាហើយនេះពេលបច្ចុប្បន្ននេះដែរឧបករណ៍ជំនួយសម្រាប់ខ្ញុំបាទក៏មានបន្ថែមបញ្ចូលទៀតដែរគឺ smartphone បាទដែលគាត់អាចជួយ support សម្រាប់ការដែលយើងថតមេរៀនហើយឲ្យវាអានជាសំឡេងឲ្យយើងស្ដាប់វិញការសិក្សារបស់ខ្ញុំបាទហ្នឹងមានវិទ្យាល័យអំពីវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីនេះផ្ទាល់ដែលគាត់បានជួយបង្ហាត់បង្រៀនអក្សរបរ័យខ្មែរដែលហៅថាអក្សរស្ទាបហ្នឹងដើម្បីជាទុនសម្រាប់ឲ្យយើងទៅសិក្សាជាមួយនឹងសិស្សទូទៅនៅអនុវិទ្យាល័យរហូតមកដល់បច្ចុប្បន្ននេះខ្ញុំក៏បានយកអក្សរបរ័យនេះសម្រាប់ទៅរៀនជាមួយសិស្សទូទៅនៅសាកលវិទ្យាល័យហើយមួយទៀតគឺទទួលបានការគាំទ្រអំពីឪពុកម្ដាយសាច់ញាតិបងប្អូនមិត្តភ័ក្តិឪពុកម្ដាយគាត់បានផ្ដល់ជាថវិកាតាមលទ្ធភាពដែលគាត់អាចជួយទៅបានហើយសម្រាប់មិត្តភ័ក្តិគឺគាត់ជួយជាកម្លាំងចិត្តឬក៏ជួយអ្វីដែលយើងមិនអាចធ្វើបានដូចជាការធ្វើដំណើរគាត់ជួយ support យើងសម្រាប់ការគាត់មកយកទៅរៀនហើយសម្រាប់លោកគ្រូអ្នកគ្រូដូចនិយាយខាងដើមគាត់ជួយបង្ហាត់បង្រៀនជួយអប់រំទូមានពីម្ដៅទាំងដំបូន្មានល្អក៏ដូចជាគំរូល្អសម្រាប់ឲ្យខ្ញុំបាទសម្រាប់ខ្ញុំជំនះឧបសគ្គខ្ញុំប្រើវិធីសាស្ត្រ2សម្រាប់ជំនះឧបសគ្គទី1គឺព្យាយាមទំនាក់ទំនងហើយមួយទៀតគឺព្យាយាមបង្ហាញនៅអ្វីដែលយើងមានឲ្យគាត់បានឃើញឲ្យគាត់ដឹងអំពីយើងថាយើងត្រូវការអីដើម្បីឲ្យគាត់អាចជួយយើងបានហើយសម្រាប់ការបង្ហាញក្នុងថ្នាក់យើងព្យាយាមឆ្លើយជាមួយនឹងសំណួររបស់លោកគ្រូអ្នកគ្រូឬក៏មេរៀនរបស់លោកគ្រូអ្នកគ្រូហ្នឹងគឺយើងព្យាយាមយកចិត្តទុកដាក់ស្ដាប់និងកត់ត្រាទុកបាទនេះហើយគឺជាអ្វីដែលខ្ញុំជំនះឧបសគ្គសារផ្ដាំផ្ញើពីខ្ញុំបាទគឺអ្នកដែលមានពិការភាពទាំងអស់ជាពិសេសអ្នកដែលមានពិការភាពផ្នែកភ្នែកសូមកុំអស់សង្ឃឹមយើងត្រូវជំនះរាល់ឧបសគ្គដើម្បីទទួលបានការអប់រំហើយយើងត្រូវដឹងថាបច្ចុប្បន្ននេះពិការភាពមិនមែនជាឧបសគ្គដើម្បីទទួលបាននៅការអប់រំទេដោយសារតែយើងមានការគ្រប់គ្រងស្ទើរតែគ្រប់ទិសទីទៅហើយសូម្បីតែរាជរដ្ឋាភិបាលក៏គាត់មានការគ្រប់គ្រងសម្រាប់ផ្ដល់នៅសេវាអប់រំដល់ជនដែលមានពិការភាពផ្នែកដែរ
មានតែខ្លួនយើងផ្ទាល់ទេផ្ដើមចេញពីខ្លួនយើងខ្លួនឯងគឺត្រូវខិតខំប្រឹងប្រែងតស៊ូព្យាយាមក៏ដូចជាអត់ធ្មត់ដើម្បីទទួលបាននូវភាពជោគជ័យក៏ដូចជាអនាគតល្អភ្លឺថ្លាទៅចាស់ទៅចង់ហើយមួយទៀតភាពជោគជ័យគឺផ្ដើមចេញអំពីការដែលយើងខិតខំប្រឹងប្រែងតស៊ូព្យាយាមនេះបានយើងក៏នឹងក្លាយទៅជាធនធានសង្គមដ៏ល្អបើសិនជាយើងខិតខំប្រឹងប្រែងសិក្សាដើម្បីទទួលបាននូវចំណេះដឹងនេះបាទពិការភាពមិនមែនជាឧបសគ្គក្នុងការទទួលបានការអប់រំទេ